បានខ្ញុំតែងតែគិតថាតើជំនឿតែអត្តភាពនៅក្នុងជីវិតរបស់ខ្ញុំជាអ្វីព្រះឬក៏លោកីទ្រព្យសម្បត្តិឬក៏ព្រះសាច់ឈាមឬក៏ខាងឯព្រលឹងវិញ្ញាណយើងត្រូវតែមានការសួររំលឹកដាក់ទឿនពិចារណាពីខ្លួនឯងជារៀងរាល់ថ្ងៃដើម្បីឲ្យយើងដឹងថាយើងដើរត្រឹមត្រូវជាមួយនឹងព្រះអត់ហើយយើងមើលព្រះគម្ពីរឆ្លុះបញ្ចាំងជីវិតរបស់យើងជាមួយព្រះគម្ពីរតើជីវិតរបស់យើងតាមព្រះគម្ពីរដែរឬអត់បើមិនអញ្ចឹងទេបងប្អូនយើងកំពុងតែដឹកនាំខ្លួនឯងសាច់ឈាមខ្លួនឯងដឹកនាំខ្លួនឯងហើយមិនមែនព្រះដឹកនាំទេចឹងបងប្អូនសូមបងប្អូនពិចារណាចំណុចនេះហើយខ្ញុំក៏បង្ហាញពីភាពកំសត់របស់ខ្ញុំដែរខ្ញុំមិនមែនថាខ្ញុំនិយាយវីដេអូនៅក្នុង page ហើយបងប្អូនគាត់ថាខ្ញុំល្អហើយមុំហើយមិនត្រូវការឲ្យបងប្អូនដទៃទៀតអធិដ្ឋានឲ្យទេខ្ញុំគួរតែអធិដ្ឋានឲ្យគេទៅពីព្រោះខ្ញុំមុំហើយអត់ទេបងប្អូនគ្រូវារបស់យើងក៏ត្រូវការអ្នកជឿសមាជិកធម្មតាអធិដ្ឋានឲ្យគាត់ដែរគាត់ក៏មានក្តីសំសោយគាត់ជាមនុស្សដូចយើងដែរអញ្ចឹងបងប្អូនគួរយល់ពីចំណុចនេះហើយផ្ដោតសេចក្តីជំនឿរបស់យើងផ្ដោតទៅលើព្រះឆ្លុះបញ្ចាំងជាមួយព្រះគម្ពីរមិនមែនឆ្លុះបញ្ចាំងជាមួយខ្ញុំឬក៏ជាមួយលោកីឬក៏ជាមួយនរណាម្នាក់ដែលយើងគិតថាអូគាត់ល្អណាស់អត់ទេមានតែម្នាក់ទេដែលល្អបំផុតគឺព្រះយេស៊ូវគ្រីស្ទអញ្ចឹងយើងឆ្លុះបញ្ចាំងជីវិតរបស់យើងជាមួយនឹងព្រះយេស៊ូវគ្រីស្ទពីព្រោះព្រះគម្ពីរបានមានបន្ទូលថាព្រះអង្គសពរហតីឲ្យយើងជាអ្នកជឿមានលក្ខណៈដោយព្រះគ្រីស្ទបាទព្រះអង្គមានភាពយ៉ាងណាយើងយ៉ាងដូច្នោះហើយព្រះវិញ្ញាណបរិសុទ្ធដែលគង់ស្ថិតក្នុងជីវិតរបស់យើងព្រះអង្គព្រះវិញ្ញាណបរិសុទ្ធនឹងមានផលផ្លែក្នុងជីវិតរបស់យើងដែរអញ្ចឹងបងប្អូននេះជាការដែលខ្ញុំនិយាយលើកទឹកចិត្តដល់បងប្អូនហើយនឹងខ្ញុំដែរដើម្បីឲ្យយើងរស់នៅដោយឆ្លុះបញ្ចាំងពីព្រះគ្រីស្ទមិនមែនរស់នៅដោយចេះដឹងព្រះបន្ទូលព្រះច្រើនប៉ុន្តែអត់មានការស្ដាប់បង្គាប់សោះអញ្ចឹងយើងគួរតែបន្ទន់ចិត្តបន្ទាបខ្លួនសូមឲ្យព្រះបន្ទន់ចិត្តយើងក្នុងការដែលយើងចោះចូលជាមួយនឹងព្រះអង្គចិត្តរបស់យើងរឹងបាទចិត្តរបស់យើងរឹងមែនទែនយើងចង់ស្ដាប់ព្រះបន្ទូលព្រះទេប៉ុន្តែសូមព្រះអង្គបន្ទន់ចិត្តយើងហើយយើងបន្ទាបខ្លួនចោះបន្ទន់ចិត្តចោះយកព្រះអង្គជាធំបាទដូច្នេះខ្ញុំសូមអធិដ្ឋានទៅបងប្អូនដែរហើយសូមបងប្អូនអធិដ្ឋានទៅខ្ញុំដែរសម្រាប់ការនេះដែរហើយបើមានអ្វីដែលល្អដែលប៉ះពាល់ដល់ខ្ញុំរៀនបានពិតជាល្អខ្ញុំមានដួងចិត្តចង់តែចែកចម្លែកដល់បងប្អូនមែនទែនបាទទាំងសិភៅដែលមានតែប្រហែលគឺល្អខ្ញុំមានចិត្តចង់ចែករំលែកហើយមានបងប្អូនខ្លះគាត់សុំកូពីខ្ញុំឲ្យព្រះគម្ពីរទៅគាត់បាទតាមអ្វីដែលខ្ញុំអាចធ្វើបានអញ្ចឹងណាបាទចឹងសង្ឃឹមថាបងប្អូនយល់អំពីការនេះហើយសង្ឃឹមថាអ្វីៗដែលខ្ញុំបានបង្ហាញកន្លងមកក៏ជាចំណែកមួយដែលស្អាងស្ដីជំនឿបងប្អូនជួយបងប្អូននៅក្នុងការជឿដល់ក្នុងព្រះបន្ទូលព្រះដែរបាទហើយសូមសរសើរដល់ការដល់ព្រះចុះកុំសរសើរដល់ការរបស់ខ្ញុំអីបាទមានតែព្រះទេដែលទទួលការសរសើរដល់ការឲ្យទ្រង់ស័ក្តិសមនឹងទទួលការលើកដំកើងពីយើងទាំងអស់គ្នាដែរបាទសូមប្រអប់ទានពរបងប្អូនទាំងគ្នា